ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចង់ចែកម្លែកបន្តិចបងប្អូនពីការដែលយើងមានអាការៈឈឺតិចតួចមិនឈឺខ្លាំងអីចឹងនៅផ្ទះនៅអីយើងតែយើងគួរត្រូវធ្វើយ៉ាងម៉េចនៅខ្មែរពេលដែលយើងផ្ដាសាយពេលយើងមានអាការៈអីយើងតែងតែទៅប៉ាម៉ាស៊ីទៅទិញថ្នាំទិញអីដើម្បីប្រាប់ពីអាការៈរបស់យើងទៅពេទ្យគាត់ឲ្យចែកថ្នាំមកឲ្យយើងតែនៅនេះវិញបងប្អូនយើងលុះត្រាតែទៅជួបពេទ្យណាត់មើលពេទ្យប្រាប់អាការៈដោយពេទ្យអញ្ចឹងហើយពេទ្យគេនឹងចេញឲ្យកាយប័ត្រឲ្យយើងដើម្បីទៅទិញថ្នាំយើងក៏មិនអាចទៅប្រាប់ពេទ្យទៅប្រេះផ្ដាស់បានទេបងប្អូនយើងនៅនេះយើងត្រូវតែមានក្រដាសស្នាមក្រដាសពេទ្យចេញទៅបានគេលក់ថ្នាំឲ្យគេមិនអាចលក់ថ្នាំឲ្យពេលដែលយើងទៅទិញដោយខ្លួនឯងទៅចូលទៅទិញនៅប៉ាម៉ាស៊ីប្រាប់អាការៈទៅគេឲ្យគេយកថ្នាំមកឲ្យគឺអត់មានទេបងប្អូននៅនេះគឺខុសច្បាប់ពេលដែលយើងធ្វើអញ្ចឹងហើយយើងទៅរកវិធីសាស្ត្រដើម្បីព្យាបាលខ្លួនឯងដូចជាខ្ញុំអញ្ចឹងបងប្អូនមានអាការៈ2ថ្ងៃដែលឡើងស្លេះលើបំពង់កហើយមានអារម្មណ៍ក្នុងច្រមុះក្តៅបំពង់កឈឺក្អកស្ងួតក្អកអីហ្នឹងគឺយើងត្រូវតែរកវិធីព្យាបាលខ្លួនឯងអញ្ចឹងហើយក៏បាន Stefan គាត់ប្រាប់ថាមានវិធីសាស្ត្រមួយគឺការយកឆ្ពង់អញ្ចឹងគាត់ដាំទឹកក្តៅជាមួយនឹងតែដាំមកក្តៅអ៊ុនក្តៅខ្លាំងមិនក្តៅអ៊ុននេះក្តៅខ្លាំងដើម្បីយកមកគ្របកសែងពីលើឲ្យយើងដកដង្ហើមជាមួយនឹងទឹកក្តៅគាត់ថាវិធីសាស្ត្រហ្នឹងគឺបានប្រយោជន៍បានផលមែនតើពីព្រោះអីគាត់តែងតែធ្វើពេលដែលកូននៅតូចហ្នឹងពេលហ្នឹងម្ដាយរបស់គាត់យាយរបស់គាត់ហ្នឹងតែងបង្ខំឲ្យគាត់ហ្នឹងធ្វើបែបហ្នឹងដើម្បីឲ្យជាពីជំងឺផ្ដាសាយបន្តិចជំងឺហ្នឹងវាមិនមែនថាឈឺតិចតួចទេបងប្អូនគឺវាក្តៅកុហកកាហាយក្នុងច្រមុះឈឺបំពង់កក្អកគោមចេញមានស្លេះឡើងរហូតហើយបន្ទាប់មកក៏ខ្ញុំមានការអាការៈមួយគួរឲ្យខ្លាចបងប្អូនពេលដែលខ្ញុំញើសសបោមកគឺដោយឈាមដោយលក្ខណៈឈាមប្រាតាមសបោហ្នឹងអញ្ចឹងខ្ញុំមានការបារម្ភខ្លាំងមែនតើ Stefan គាត់ក៏បានឲ្យថ្នាំខ្ញុំលេបមួយគ្រាប់ពីរគ្រាប់ហើយឆ្ពង់ទឹកក្តៅផឹកទឹកក្តៅហ្នឹងទៅក៏រៀងគ្រាន់បើហើយការចែករំលែករបស់ខ្ញុំគឺមានប៉ុណ្ណឹងអរគុណ